នៅម៉ាក់កាសការប្រយុទ្ធគ្នារវាងកុលសម្ព័ន្ធកូរ៉េសាសនិងអ៊ីស្លាមមិនទាន់បញ្ចប់នោះទេប៉ុន្តែវាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដំណើរខ្សែជីវិតរបស់ព្យាការីភាគទី13សូមកុំភ្លេចសាឡាវ៉ាតទៅលើណាពីនិងពោលពាក្យថាសូមអល់ឡោះប្រទានពរនិងសន្តិភាពដល់ព្យាការីមូហាម៉ាត់របស់យើងសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមនៅពេលដែលពួកកូរ៉េសាបានឃើញថាអ៊ីស្លាមកំពុងរីករាលដាលហើយមនុស្សជាច្រើនកំពុងចូលរួមពួកគេបានទៅជួបអាពូតាលឹបហើយនិយាយថាអាពូតាលឹបឲ្យក្មួយប្រុសរបស់លោកបានប្រមាថព្រះរបស់យើងនឹងធ្វើឲ្យពួកកូរ៉េសារបស់យើងបែកបាក់ដូច្នេះលោកត្រូវតែហាមឃាត់គេពុំនោះទេយើងនឹងសម្លាប់គេនឹងរូបអ្នកជាមិនខានអាពូតាលឹបក៏បានទៅជួបព្យាការីមូហាម៉ាត់ហើយនិយាយទៅកាន់លោកដោយក្តីបារម្ភថាឲ្យក្មួយប្រុសឲ្យប្រជាជនរបស់ក្មួយបានមកជួបពូហើយនិយាយគំរាមពូយើងដូច្នេះចូលរក្សាសុវត្ថិភាពសម្រាប់ពូនិងខ្លួនក្មួយហើយកុំដាក់បន្ទុកលើពូហួសពីសមត្ថភាពអីព្យាការីមូហាម៉ាត់ក៏បានពោលដោយជំនឿយ៉ាងមុតមមថាអល់ឡោះជាសាក្សីឪពុករបស់ខ្ញុំទោះបីជាពួកគេយកព្រះអាទិត្យមកដាក់នៅដៃស្ដាំខ្ញុំហើយព្រះច័ន្ទនៅដៃឆ្វេងខ្ញុំដើម្បីឲ្យខ្ញុំបោះបង់កិច្ចការនេះក៏ខ្ញុំមិនបោះបង់ដែររហូតតតែអល់ឡោះធ្វើឲ្យវាទទួលបានជ័យជំនះឬក៏ខ្ញុំត្រូវស្លាប់ក្នុងផ្លូវនេះអាពូតាលឹបមានការរំភើបយ៉ាងខ្លាំងហើយបាននិយាយថាចូលទៅចោះក្មួយប្រុសឲ្យហើយនិយាយអ្វីដែលក្មួយប្រាថ្នាចូលស្បោះនឹងអល់ឡោះថាពូនឹងមិនប្រគល់ក្មួយឲ្យនរណាម្នាក់ឡើយប៉ុន្តែការធ្វើទារុណកម្មលើអ្នកកាន់សាសនាអ៊ីស្លាមនៅម៉ាក់កាសកាន់តែធ្ងន់ធ្ងរឡើងព្យាការីមូហាម៉ាត់បានពោលទៅកាន់ពួកគេថាប្រសិនបើអ្នករាល់គ្នាចាក់ចេញពីម៉ាក់កាសនេះហើយធ្វើដំណើរទៅកាន់ទឹកដីអាប៊ីស៊ីនីហាបាសាចុះព្រោះនៅទីនោះមានស្ដេចមួយអង្គដែលមិនធ្វើបាបនរណាម្នាក់ឡើយក្រុមអ្នកកាន់សាសនាអ៊ីស្លាមមួយក្រុមបានចាក់ចេញពីម៉ាក់កាសជាមួយគ្រួសាររបស់ពួកគេដោយឆ្ពោះទៅកាន់ដីដ៏ឆ្ងាយមួយនេះជាការធ្វើភៀសខ្លួនលើកដំបូងក្នុងប្រវត្តិសាស្ត្រអ៊ីស្លាមខណៈពេលដែលម៉ាក់កាសកំពុងជួបប្រទះនៅភាពតានតឹងនេះព្រឹត្តិការណ៍មួយបានកើតឡើងដែលផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងថ្ងៃមួយអាពូចាហាលនៅជិតកាពះបានប្រមាថនិងធ្វើបាបព្យាការីមូហាម៉ាត់ស្ត្រីបម្រើម្នាក់បានឃើញហើយបានទៅប្រាប់បុរសប្រមាញ់ម្នាក់ដែលទើបតែត្រឡប់មកពីបរបាញ់គឺហាំសាសបិនអាប់ឌុលមុតតាលឹបនៅពេលដែលគាត់បាននិយាយអ្វីដែលបានកើតឡើងគាត់មានកំហឹងយ៉ាងខ្លាំងហើយបានប្រញាប់ប្រញាល់ទៅកាន់កាពះនៅពេលដែលគាត់ឃើញអាពូចាហាលគាត់បានវាយក្បាលអាពូចាហាលនឹងធ្នូរបស់គាត់ហើយនិយាយថាតើឯងហ៊ានប្រមាថគេទាំងដែលខ្ញុំកាន់សាសនារបស់គេពួកកូរ៉េសាក៏ស្ងាត់ស្ងៀមហើយនោះជាថ្ងៃដ៏អស្ចារ្យព្រោះហាំសាសបានសុំចូលអ៊ីស្លាមចាប់តាំងពីថ្ងៃនោះមកជញ្ជីងអំណាចនៅម៉ាក់កាសចាប់ផ្ដើមផ្លាស់ប្ដូរនៅភាពបន្ទាប់យើងនឹងមើលរឿងរ៉ាវរបស់មូស្លេមនៅទឹកដីហាបៀសាសនិងជំហររបស់ចាក់ហ្វាបិនអាពូតាលឹបនៅចំពោះមុខស្ដេចណាចាស៊ីវិញម្ដង